បងប្រុសម្នាក់គាត់មានបទពិសោធន៍ដឹកជញ្ជូនជាច្រើនឆ្នាំប៉ុន្តែទោះបីជាគាត់មានបទពិសោធន៍ជាច្រើនឆ្នាំយ៉ាងណាក៏ដោយក៏នៅតែមានភ្លាន់ចឹងដែរនឹងឯមួយគាត់ត្រូវដឹកអីវ៉ាន់ទៅឲ្យអតិថិជននៅផ្ទះមួយកន្លែងប៉ុន្តែគាត់បែរជាទៅខុសផ្ទះហើយថែមទាំងជាផ្ទះដែលគេទុកចោលជាច្រើនឆ្នាំហើយថែមទាំងមានខ្មោចតៃហោងទៀតផងចឹងហើយមុននឹងចូលទៅដល់សាច់រឿងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like Subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំបាទផលិតនិងចែករំលែកនៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតខ្ញុំជឿជាក់ថាបងប្អូនអ្នកដឹកជញ្ជូនច្បាស់ជាគាត់ធ្លាប់ជួបរឿងមួយនេះហើយអាចមានបទពិសោធន៍ច្រើនជាងនឹងផងដែររឿងមួយនេះគឺជាបទពិសោធន៍ផ្ទាល់របស់បងដេតដែលបានកាត់ឡើងកាលពី2ឆ្នាំមុនហើយនៅក្នុងអាជីពអ្នកដឹកជញ្ជូនវាមានពិបាកមានហត់មាននឿយមានក្តៅមានភ្លៀងអីចឹងទៅនៅក្នុងបទពិសោធន៍ដឹក 3-4 ឆ្នាំផងគាត់ថាទីតាំងណាក៏គាត់ស្គាល់ទីតាំងណាក៏គាត់ធ្លាប់ទៅដែលនិយាយរួមគាត់ប្រឡូកអស់ហើយគ្រប់ទីកន្លែងដែលគាត់ត្រូវទៅណាពួកអីដឹងស្រាប់ហើយការដឹកជញ្ជូនអីវ៉ាន់មិនមែនដឹកតាមកន្លែងមកកន្លែងឲ្យគេទេគឺយើងត្រូវជ្រៀតជ្រកទៅគ្រប់តំបន់ដែលជាទីតាំងរបស់អតិថិជនចឹងទៅហើយនៅថ្ងៃនេះផងដែរគាត់ក៏បានទៅយកកញ្ចប់អីវ៉ាន់នៅឃ្លាំងពេលរសៀលណាគាត់ក៏ចាប់ផ្ដើមផ្ញើរបស់របរជាធម្មតាប៉ុន្តែបន្ទាប់មករឿងអ្វីដែលនឹកស្មានមកដល់ចំពោះគាត់ណាក៏ចាប់ផ្ដើមកើតមានឡើងជាធម្មតាគាត់ទុកចិត្តណាស់លើម៉ូតូរបស់គាត់គឺអត់ដែលមានបញ្ហាខូចឬមួយក៏ធ្លាយអីទេប៉ុន្តែចំពោះថ្ងៃហ្នឹងអត់ដឹងជាសយអីសម្រាប់គាត់ទេអត់ដឹងជាមានបញ្ហាអីទើបម៉ូតូនឹងដេកអត់ឆេះហ៎ចឹងហើយទើបគាត់យកទៅជាងដើម្បីឲ្យគេត្រួតពិនិត្យឬមួយក៏ឆែកឲ្យជួសជុលវាបន្ថែមចឹងទៅចឹងហើយគាត់ក៏បានពិនិត្យមើលទៅលើកញ្ចប់អីវ៉ាន់របស់គាត់ដែលគាត់បានដាក់នៅក្នុងធុងដឹកជញ្ជូនរបស់គាត់ពេលដែលគាត់មើលទៅគាត់ឃើញវាហាក់បីដូចជាសល់ច្រើនប៉ុន្តែដោយឡែកគាត់ខ្លាចអតិថិជនរងចាំយូរអញ្ចឹងទៅគាត់ក៏សម្រេចចិត្តដឹកថ្ងៃហ្នឹងប្រហោយឲ្យគេហ្មងទៅគាត់បានចំណាយពេលរសៀលនិងពេលល្ងាចធ្វើការដឹកជញ្ជូនរហូតដល់ពាក់កណ្ដាលអាធ្រាត្ររហូតដល់ទីបញ្ចប់នៃកញ្ចប់ចុងក្រោយដែលគាត់ត្រូវដឹកទៅឲ្យអតិថិជនហ្នឹងណាវាជាផ្ទះមួយផ្ទះនៅភូមិចាស់ណាហើយនៅពេលដែលគាត់មើលលេខផ្ទះហ្នឹងគាត់ឃើញថាគោលដៅនៃកញ្ចប់នេះគឺជាផ្ទះថ្មីដែលគាត់មិនធ្លាប់ដឹកពីមុនមកពេលហ្នឹងហើយដែលគាត់មើលម៉ោងទៅគឺប្រហែលជាម៉ោង9យប់ហើយភ្លាមហ្នឹងដែរគាត់ក៏បានសម្រេចចិត្តខលទៅកាន់អតិថិជនដែលជាផ្ទះចុងក្រោយហ្នឹងឯងប៉ុន្តែនៅពេលដែលគាត់រងចាំទូរស័ព្ទរបស់គាត់ដែលគាត់ខលទៅកាន់អតិថិជនហ្នឹងគឺអត់មានអ្នកទទួលទេគឺគាត់ខលបាន 4-5 ដងទើបគាត់សម្រេចចិត្តដឹកអីវ៉ាន់ហ្នឹងទៅកាន់ផ្ទះហ្នឹងតែម្ដងទៅពួកអីគេបានបញ្ជាក់លេខផ្ទះលេខផ្លូវអីច្បាស់លាស់ហើយនៅលើកញ្ចប់អីវ៉ាន់របស់គេហ្នឹងនៅពេលហ្នឹងដែលគាត់សម្រេចចិត្តដឹកយកទៅផ្ទះហ្នឹងតែម្ដងទៅបន្ទាប់ពីគាត់បានដឹកអីវ៉ាន់ហ្នឹងទៅតាមទីតាំងឬមួយក៏អាចថា location ដែលគេបានដាក់នៅលើកញ្ចប់ហ្នឹងណានៅពេលដែលគាត់ទៅជិតដល់អ្វីដែលធ្វើឲ្យគាត់កាន់តែតានតឹងហ្នឹងគឺពេលដែលគាត់ដឹកអីវ៉ាន់ហ្នឹងយកទៅផ្ទះអតិថិជនហ្នឹងឯងនៅពេលដែលគាត់ដឹកយកចិត្តទៅដល់ណានៅតាមផ្លូវហ្នឹងគឺមានលក្ខណៈស្ងាត់ជ្ងំតែម្ដងហើយមានផ្ទះតារៀបជាជួរគ្នាឡើងទៅសងប៉ុន្តែដូចជាគ្មានសញ្ញាណាដែលបញ្ជាក់ប្រាប់ថាផ្ទះទាំងអស់ហ្នឹងមានមនុស្សនៅហើយជាធម្មតានៅតាមភូមិមានឆ្កែមានអីហីប៉ុន្តែនៅហ្នឹងគឺអត់សោះតែម្ដងគ្មានសំឡេងសំបីឲ្យឆ្កែព្រោះចឹងហើយដែលធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថារៀងស្រីវខ្នងណាប៉ុន្តែគាត់នៅតែបន្តទៅមុខអញ្ចឹងឯងរហូតទាល់តែគាត់បានទៅដល់ទីតាំងនៃផ្ទះដែលគេបានដាក់ឲ្យហ្នឹងគាត់ក៏បានវត្តចតុលនៅខាងមុខផ្ទះហ្នឹងនៅបរិវេណជុំវិញហ្នឹងគឺស្ងាត់តែម្ដងមានខ្យល់បក់មករហៀកអាស្លឹកឈើបក់ព្រិចប្រោកពេញហ្នឹងទៅជាធម្មតានៅតាមផ្លូវច្បាស់ជាមានអ្នកធ្វើដំណើរទៅវិញទៅមកឯងប៉ុន្តែនៅហ្នឹងគឺវាអត់មានហ្មងហើយនៅតាមផ្លូវក៏ងើតសូនឈឹងដែរចឹងហើយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាដូចមិនសូវស្រួលណាប៉ុន្តែហេតុតែយើងមកដល់ហើយគាត់ត្រូវខលទៅកាន់អតិថិជនដើម្បីឲ្យគាត់ចេញមកយកអីវ៉ាន់ទៅនៅពេលហ្នឹងដែលគាត់បានខលទៅកាន់អតិថិជនជាលើកទី2ប៉ុន្តែនៅពេលដែលគាត់ខលទៅណាគាត់ឮតែសលេងទូរស័ព្ទនៅក្នុងផ្ទះតែអត់មានអ្នកលើកទទួលចឹងហើយដែលធ្វើឲ្យគាត់កាន់តែឆ្ងល់ទៀតហើយមនុស្សតាណាឬក៏គេសម្រាប់អស់ហើយពេលដែលគាត់ព្យាយាមខលម្ដងហើយម្ដងទៀតគាត់ក៏បានកលេចមើលទៅទ្វារពួកអីទ្វារហ្នឹងគឺមានចាក់សោទេគាត់ក៏បានសម្រេចចិត្តថាចូលទៅខាងក្នុងដើម្បីយកអីវ៉ាន់ហ្នឹងទៅឲ្យគេណាពួកអីគាត់មកដល់ខាងមុខទេហើយបើសិនជាគាត់ខលទៅគេមិនលើកហើយគាត់ត្រូវត្រឡប់ទៅវិញវាត្រូវខាតជើងគាត់ចឹងហើយគាត់ក៏សម្រេចចិត្តចូលទៅក្នុងដើម្បីហៅម្ចាស់ផ្ទះគេដើម្បីឲ្យមកទទួលអីវ៉ាន់ចឹងទៅអ្វីដែលគាត់គិតបន្ទាប់អាសន្នហ្នឹងគាត់គិតថាខ្លាចមានបញ្ហាទៅលើម្ចាស់ផ្ទះពួកអីទ្វារចាក់សោហើយទូរស័ព្ទខលអត់លើកទៀតចឹងអាចមានបញ្ហាគេចូលទៅក្នុងផ្ទះគាត់អាចមានបញ្ហាផ្សេងចឹងទៅនៅពេលដែលគាត់ចាប់ដើមចូលទៅហ្នឹងណាសភាពនៅក្នុងផ្ទះហ្នឹងដូចជាផ្ទះចាស់អញ្ចឹងពួកអីមានតលីដីនៅលើតុនៅលើចតាអីអញ្ចឹងណាមិនដឹងជាផ្ទះហ្នឹងគេទុកយូរមកប្រហែលឆ្នាំទេគាត់ក៏ចាប់ដើមមានអារម្មណ៍មួយថារៀងចម្លែកដែរហើយគាត់ក៏បានបន្តចូលទៅក្នុងឲ្យកាន់តែជ្រៅទៀតពួកអីគាត់ចង់ដឹងថានៅនឹងមានអីកាត់ឡើងណាពួកអីផ្ទះមើលទៅសភាពដូចជាមិនសូវប្រក្រតីប្រហែលទេនៅពេលដែលគាត់ចូលមកដល់ក្នុងផ្ទះហ្នឹងគាត់ក៏ចាប់ផ្ដើមឮសំឡេងគេដើរនៅខាងលើរីឯទូរស័ព្ទនៅតែបើកភ្លើងចោលនៅធម្មតាអញ្ចឹងទៅគាត់ថារំពេចហ្នឹងណាគាត់ក៏ឮសម្រាប់ជើងចុះមកតាមកម្មចតាហើយពេលហ្នឹងគាត់ចាប់ផ្ដើមស្មឹងស្មាតមើលថាពីណាគេចុះមករំពេចហ្នឹងស្រាប់តែបុរសម្នាក់គាត់បានចុះមកតាមកម្មចតាហ្នឹងមួយមកលក្ខណៈយឺតណាដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថារៀងសៀវឆ្អឹងខ្នងហើយមកដល់ពាក់កណ្ដាលចតា
បរោះហ្នឹងគាត់ក៏បានសន្លឹមមកកាន់បងដេតហើយទឹកមុខនឹងសាច់ឈាមរបស់គាត់ឡើងស្លេកស្លាំងតែម្ដងពេលហ្នឹងដែលបងដេតគាត់រៀងស្រឡាំងកាំងមើលទៅកាន់បរោះម្នាក់ហ្នឹងណាហើយគាត់ក៏សួរមកកាន់បងដេតថាមានអីយកមកឲ្យគាត់មែនហើយពេលហ្នឹងបងដេតគាត់មាត់អីទាំងអស់ពួកអីសលេងតែគាត់សួរមកកាន់បងដេតហ្នឹងលក្ខណៈល្វើយដូចមនុស្សអត់កម្លាំងអញ្ចឹងហើយអារម្មណ៍ពេលហ្នឹងគាត់អត់ដឹងថាគិតទៅដល់ណាណីទេប៉ុន្តែរំពេចហ្នឹងដែលធ្វើឲ្យគាត់កាន់តែសក់ស្លុតណាគាត់ថាបរោះហ្នឹងចាប់តាមងាកកយឺតស្រាប់តែគាត់ងាកមិនតិចស្រាប់តែក្បាលរបស់គាត់ហ្នឹងរបូតធ្លាក់ចុះមកក្រោមគាត់ភ័យខ្លាំងមែនទែនដែលគាត់រត់ចេញពីក្នុងផ្ទះហ្នឹងណាអីវ៉ាន់ដែលគាត់យកចូលទៅប្រហែលគាត់បានយកចេញមកវិញទេគាត់រត់មកឲ្យតែរួចខ្លួនទេហើយគាត់រកកលឹះចាក់ទ្វារចាក់អីដើម្បីចេញមកឲ្យតែបានអញ្ចឹងទៅពេលហ្នឹងគាត់បើកម៉ូតូនឹងចេញមកសលេងល្វើយមិនលឺហៅតាមក្រោយខ្នងគាត់ណាគាត់ងាកដែរគាត់គិតក្នុងចិត្តធ្វើមិនជីឲ្យតែផុតពីហ្នឹងទៅហើយនៅតាមបរិវេណហ្នឹងនៅពេលដែលគាត់ជិះមកហ្នឹងគឺងឹតសូនឆឹងតែម្ដងដែលធ្វើឲ្យយើងគាត់តែព្រឺព្រួយខ្លាំងមែនតើហើយបើសិនជាបងប្អូនយើងនៅក្នុងបរិយាកាសមួយហ្នឹងមានអាកាសបានចេញពីក្នុងផ្ទះហ្នឹងមកអត់ទេព្រោះអីតែពេលយើងភ័យឬក៏ស្លន់អញ្ចឹងណាសំបីតែទ្វារក៏យើងបើកចេញអត់រួចដែរក្រោយពីបងដេតគាត់ចេញពីនងមកហើយមានគេខលមកទូរស័ព្ទរបស់គាត់ក៏បានលើកទៅនិយាយពេលហ្នឹងឯងដែលឮសលេងបរោះម្នាក់សួរមកកាន់គាត់ប៉ុន្តែសលេងហ្នឹងវាមិនមែនដូចជាសលេងមុនដែលគាត់បានឮទេគាត់បានសួរមកកាន់បងដេតថាការបានយកអីវ៉ាន់ឲ្យគាត់ចាំនៅផ្ទះយូរហើយពេលហ្នឹងដែលធ្វើឲ្យបងដេតគាត់ភាំងណាគាត់សួរថាផ្ទះមកឯងផ្ទះលេខម៉ានហើយផ្ទះនៅណាពេលហ្នឹងគេក៏បានបញ្ជាក់លេខផ្លូវនិងលេខផ្ទះសារជាថ្មីពេលហ្នឹងគាត់ក៏បានជិះទៅកាន់ផ្ទះអតិថិជនដែរខលមកគាត់មុនហ្នឹងទៀតនៅពេលដែលគាត់ទៅដល់ផ្ទះអតិថិជនហ្នឹងគឺគាត់បានយកអីវ៉ាន់ទៅទេពេលហ្នឹងដែលគាត់ទៅដើម្បីសុំទោសគេពួកអីវ៉ាន់ដែលគាត់យកមកឲ្យគេហ្នឹងគាត់បានយកចេញមកវិញទេគាត់ភ្លេចនៅផ្ទះមួយទៀតដែលគាត់ទៅតែចូលទៅច្រឡំមុនហ្នឹងណាពេលហ្នឹងក៏ម្ចាស់ផ្ទះគេសួរបញ្ជាក់ថាផ្លូវណាលេខណាអញ្ចឹងដើម្បីចង់ដឹងថាបងដេតហ្នឹងគាត់និយាយការពិតឬមួយក៏គាត់និយាយកុហកប៉ុន្តែពេលហ្នឹងក្រោយពីម្ចាស់ផ្ទះគាត់បានសាប់ឮហើយគាត់ក៏ដឹងដែរថាផ្ទះដែលគាត់ចូលមុនហ្នឹងណាជាផ្ទះមួយដែលគេទុកចោលមែនហើយផ្ទះហ្នឹងកាលពីប្រហែលឆ្នាំមុនក៏មានឃាតកម្មនៅផ្ទះហ្នឹងផងដែរដោយខឹងគ្នារវាងមិត្តភ័ក្តិហ្នឹងមិត្តភ័ក្តិក៏បានសម្លាប់បុរសម្នាក់ហ្នឹងគាត់ដេកដួលស្លាប់នៅក្បែរកម្មចនាហ្នឹងរហូតទាល់តែសាកសពហ្នឹងឲ្យលួយហើយស្អុយទៅក្បាលរបស់សាកសពហ្នឹងរមៀធ្លាក់មកខាងក្រោមដែលពេលហ្នឹងដែលមានភៀក្លិនស្អុយទៅកាន់ផ្ទះអ្នកជិតខាងដែលពេលហ្នឹងទើបអ្នកជិតខាងគេដឹងថាផ្ទះហ្នឹងមានឃាតកម្មដែលមានមិត្តភ័ក្តិសម្លាប់មិត្តភ័ក្តិអញ្ចឹងណាហើយតាំងពីពេលហ្នឹងឯងដែលអ្នកជិតខាងគេបានបញ្ជាក់ថារាល់ពេលយប់ឡើងតែងតែមានសលេងបន្លឺឡើងហៅឬមួយក៏ស្រែកឲ្យគេជួយរាល់យប់អញ្ចឹងទៅដែលធ្វើឲ្យអ្នកជុំវិញហ្នឹងគាត់មានអារម្មណ៍ថាភ័យខ្លាចដែរទើបគេរើចេញបដារហូតដល់តំបន់ហ្នឹងខ្លាចជាតំបន់មួយដែលគេទុកចោលគ្មានអ្នករស់នៅអញ្ចឹងទៅក្រោយពីបងដេតបានដឹងរឿងហេតុទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគាត់តក់ស្លុតម្ដងទៀតពួកអីគាត់មិននឹកស្មានថាគាត់បានជួបរឿងហេតុការណ៍ទាំងអស់ហ្នឹងណាហើយរឿងអីវ៉ាន់ដែលបានបាត់បង់ហ្នឹងក៏ម្ចាស់ផ្ទះគេក៏មិនយកទោសទៅអីដែរពួកអីគាត់សិតតែជាជនរងគ្រោះទាំងអស់គ្នាហើយតាំងពីនោះមកដែលបងដេតគាត់បញ្ជាក់ថាមានតែរឿងនឹងមួយដែលគាត់បានឆ្លងកាត់ហើយជារឿងមួយដែលតក់ស្លុតសម្រាប់គាត់មែនតែនពួកអីនៅក្នុងឆាកជីវិតរបស់គាត់មិនដែលជួបរឿងបែបហ្នឹងណាហើយរឿងទាំងអស់ហ្នឹងឯងដែលជាបទពិសោធន៍មួយដែលគាត់ចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាដើម្បីបង្ការឬមួយក៏ការពារហេតុការណ៍ដែលកើតឡើងទាំងអស់ហ្នឹងហើយរឿងហេតុទាំងអស់ហ្នឹងគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្រុសម្នាក់ទេចឹងហើយខ្ញុំមិនសនំពរឲ្យបងប្អូនទាំងអស់គ្នាជឿទាំងស្រុងទេទៅលើរឿងរ៉ាវទាំងអស់នេះសូមបងប្អូនស្ដាប់ដោយការត្រេះរិះពិចារណាហើយជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត